Minasan konnichiwa សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករៀនពាក្យភាសាជប៉ុនសៀវភៅភាគ1មេរៀនទី4ទាំងអស់គ្នាតោះឥឡូវយើងចូលពាក្យទី1របស់យើងអញ្ចឹងយើងអានថាអូគីម៉ាមានន័យថាក្រោកពីគេងតែអញ្ចឹងពាក្យទី2យើងអានថាណេម៉ាស់មានន័យថាគេងតោះអញ្ចឹងយើងចូលដល់ពាក្យទី3យើងអានថា hatarakimasu មានន័យថាធ្វើការតោះអញ្ចឹងយើងចូលពាក្យទី4យើងអានថា yasumimasu មានន័យថាសម្រាកឬក៏ឈប់តោះអញ្ចឹងយើងចូលពាក្យទី5យើងអានថា benkyou shimasu មានន័យថារៀនតែអញ្ចឹងយើងចូលដល់ពាក្យទី6យើងអានថា owarimasu មានន័យថាចប់ឬក៏បញ្ចប់តោះអញ្ចឹងយើងចូលដល់ពាក្យទី7យើងអានថា depato មានន័យថាហាងលក់ទំនិញធំឬក៏ផ្សារទំនើបណាតែអញ្ចឹងពាក្យទី8យើងអានថា ginko មានន័យថាធនាគារតែអញ្ចឹងយើងចូលដល់ពាក្យទី9យើងអានថា yubinkyoku មានន័យថាប្រេសនីតែអញ្ចឹងយើងចូលដល់ពាក្យទី10យើងអានថា toshokan មានន័យថាបណ្ណាល័យតោះអញ្ចឹងយើងចូលពាក្យទី11យើងអានថា bijutsukan មានន័យថាសារមន្ទីរសិល្បៈណាតែអញ្ចឹងយើងចូលពាក្យទី12យើងអានថា ima មានន័យថាឥឡូវនេះតោះឥឡូវយើងចូលដល់ពាក្យរបស់យើងបន្តទៀតអញ្ចឹងពាក្យទី13យើងអានថា naniមានន័យថាម៉ោងតាក់ទងទៅនឹងម៉ោងណាតែអញ្ចឹងពាក្យទី14យើងអានថា nani fern ឬក៏ nani pern អញ្ចឹងយើងសំដៅទៅដល់នីតិតោះអញ្ចឹងយើងចូលដល់ពាក្យទី15យើងអានថា han មានន័យថាកន្លះតោះអញ្ចឹងយើងចូលពាក្យទី16យើងអានថា nanji នឹងមានន័យថាម៉ោងប៉ុន្មានតោះអញ្ចឹងយើងចូលពាក្យទី17យើងអានថា nanpen មានន័យថាប៉ុន្មាននាទីតោះអញ្ចឹងយើងចូលពាក្យទី18យើងអានថា gozen មានន័យថាពេលព្រឹកអញ្ចឹងបើសិនជាម៉ោងសកលវាស្មើទៅនឹង AM តោះអញ្ចឹងយើងចូលដល់ពាក្យរបស់យើងបន្តទៀតអញ្ចឹងពាក្យទី19យើងអានថា go មានន័យថារសៀលឬក៏ល្ងាចវាស្មើទៅនឹងអក្សរ PM ណាម៉ោងយើងណាតែអញ្ចឹងយើងចូលពាក្យទី20អញ្ចឹងពាក្យហ្នឹងយើងអានថា asa មានន័យថាពេលព្រឹកតើអញ្ចឹងពាក្យបន្តទៀតពាក្យទី21យើងអានថា hiru មានន័យថាថ្ងៃត្រង់តើអញ្ចឹងពាក្យទី22យើងអានថាបាំងឬក៏យើងអានមួយទៀតថា yoru មានន័យថាយប់ពេលយប់ដូចគ្នាណាតោះអញ្ចឹងយើងចូលដល់ពាក្យទី23យើងអានថា ototoi មានន័យថាម្សិលមិញថ្ងៃតើអញ្ចឹងយើងចូលពាក្យទី24យើងអានថា kino មានន័យថាម្សិលមិញតោះឥឡូវយើងចូលដល់ពាក្យរបស់យើងបន្តទៀតអញ្ចឹងពាក្យទី25យើងអានថា ksho មានន័យថាថ្ងៃនេះតោះអញ្ចឹងយើងចូលដល់ពាក្យទី26យើងអានថា asita មានន័យថាថ្ងៃស្អែកតើអញ្ចឹងយើងចូលដល់ពាក្យទី27យើងអានថា asatte មានន័យថាខានស្អែក
តែអញ្ចឹងយើងចូលដល់ពាក្យទី28យើងអានថាខេសៈមានន័យថាព្រឹកមិញតោះអញ្ចឹងយើងចូលដល់ពាក្យទី29យើងអានថាខនបាំងមានន័យថាយប់នេះតែអញ្ចឹងយើងចូលដល់ពាក្យទី30យើងអានថាយ៉ាស៊ឺមីមានន័យថាថ្ងៃសម្រាកឬក៏ការសម្រាកតើអញ្ចឹងយើងចូលដល់ពាក្យរបស់យើងបន្តទៀតអញ្ចឹងពាក្យទី31អានថាហិរិយស៊ឺមិមានន័យថាពេលសម្រាកថ្ងៃត្រង់តើអញ្ចឹងយើងចូលពាក្យទី32យើងអានថាស៊ីកែងមានន័យថាប្រឡងតើអញ្ចឹងយើងចូលដល់ពាក្យទី33យើងអានថាខៃហ្គិមានន័យថាការប្រជុំតើអញ្ចឹងយើងចូលដល់ពាក្យទី34យើងអានថាអេហ្កាមានន័យថាខ្សែភាពយន្តឬក៏យើងបកមួយទៀតថារោងកុនក៏បានដែរអេហ្កាកុនហ្នឹងណាតើអញ្ចឹងយើងចូលដល់ពាក្យទី35យើងអានថាម៉ៃអាសៈមានន័យថារាល់ព្រឹកតើអញ្ចឹងយើងចូលដល់ពាក្យទី36យើងអានថាម៉ៃបាំងមានន័យថារាល់យប់តោះអញ្ចឹងយើងចូលដល់ពាក្យរបស់យើងបន្តទៀតអញ្ចឹងពាក្យទី37យើងអានថាម៉ៃនិឈិមានន័យថារាល់ថ្ងៃតើអញ្ចឹងយើងចូលដល់ពាក្យទី38យើងអានថាហ្គេស៊ឺយ៉ូប៊ីយើងមានន័យថាថ្ងៃច័ន្ទតើអញ្ចឹងយើងចូលដល់ពាក្យទី39យើងអានថាខាយ៉ូប៊ីមានន័យថាថ្ងៃអង្គារតើអញ្ចឹងយើងចូលដល់ពាក្យទី40យើងអានថាស៊ុយយ៉ូប៊ីមានន័យថាថ្ងៃពុធតើអញ្ចឹងយើងចូលដល់ពាក្យទី41យើងអានថាមុខឺយ៉ូប៊ីមានន័យថាថ្ងៃប្រហ័សតើអញ្ចឹងយើងចូលដល់ពាក្យទី42យើងអានថាខិនយ៉ូប៊ីមានន័យថាថ្ងៃសុក្រតោះអញ្ចឹងយើងចូលដល់ពាក្យរបស់យើងបន្តទៀតពាក្យទី43យើងអានថាដូយ៉ូប៊ីមានន័យថាថ្ងៃសៅរ៍តោះអញ្ចឹងពាក្យទី44យើងអានថានិឈិយ៉ូប៊ីមានន័យថាថ្ងៃអាទិត្យតោះអញ្ចឹងចូលដល់ពាក្យទី45យើងអានថាណាន់យ៉ូប៊ីមានន័យថាថ្ងៃអ្វីតោះអញ្ចឹងពាក្យទី46ណានីខារ៉ាមានន័យថាចាប់ពីអីមួយចឹងទៅតាក់ទងទៅនឹងម៉ោងណាចាប់ពីម៉ោងម៉ានដល់ម៉ោងម៉ានអីចឹងទៅតែអញ្ចឹងពាក្យទី47ណានីម៉ាដេមានន័យថារហូតដល់អញ្ចឹងឧទាហរណ៍ថាអ៊ីឈីជីខារ៉ាហាឈីជីម៉ាដេអីចឹងទៅចាប់ពីម៉ោង1ដល់ម៉ោង8អញ្ចឹងណាអ្នកទាំងអស់គ្នាកន្លែងហ្នឹងនៅក្នុងវិជ្ជាករគឺនឹងមានពន្យល់បន្ថែមអីតើអញ្ចឹងពាក្យទី48ណានីតោមានន័យថានឹងឬក៏ជាមួយតោះឥឡូវយើងចូលដល់ពាក្យរបស់យើងបន្តទៀតណាពាក្យទី49តើអញ្ចឹងពាក្យនឹងយើងអានថាតៃហែនដេស្នេមានន័យថាលំបាកណាស់ឬក៏ហត់ណាស់ណបែបហ្នឹងណាតែអញ្ចឹងយើងចូលដល់ពាក្យទី50យើងអានថាបាំងហ្គោមានន័យថាលេខតោះអញ្ចឹងពាក្យទី51យើងអានថាណាន់បាំងមានន័យថាលេខប៉ុន្មាន
តែបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យរៀងគួរសមអ្នកទាំងអស់គ្នាកុំភ្លេចដាក់ deska ចុងក្រោយផងណាន់បាំង deska តើមានលេខប៉ុន្មានអញ្ចឹងណាតើអញ្ចឹងយើងចូលដល់ពាក្យទី52យើងអានថាសុឈិរៈសុឈិរៈមានន័យថាខាងនោះឬក៏ទីនោះអញ្ចឹងសុឈិរៈហ្នឹងវាលក្ខណៈជាពាក្យគួរសមរបស់ពាក្យសុកោបាទអញ្ចឹងនៅក្នុងមេរៀនទី4នៅក្នុងសភៅមីណាណូនីហុងហ្គោនៅក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្ណឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចតាមដាននៅមេរៀនបន្តទៀតគឺមេរៀនទី5អញ្ចឹងយើងជួបគ្នាថ្ងៃបន្តទៀតណា